អ្នកបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកអាបេសារភាពថាមានពិរុទ្ធពីបទមនុស្សឃាតក្នុងសវនាការជាលើកដំបូងបរិសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនសូអាបេក្នុងឆ្នាំ2022បានសារភាពកំហុសចំពោះការចោទប្រកាន់នៅថ្ងៃអង្គារនេះដែលជាថ្ងៃដំបូងនៃការកាត់ទោសដែលបានចាប់ផ្ដើម3ឆ្នាំបន្ទាប់ពីការបាញ់ប្រហារយោងតាមសារព័ត៌មានខ្ចោដូញូចេញផ្សាយនៅថ្ងៃទី28ខែតុលាឆ្នាំ2025បានដឹងថាតេស៊ូយ៉ាយ៉ាម៉ាហ្គាមីអាយុ45ឆ្នាំត្រូវបានចោទប្រកាន់ពីបទសម្លាប់លោកអាបេដែលជានាយករដ្ឋមន្ត្រីក្រោយសង្គ្រាមយូរបំផុតរបស់ប្រទេសនេះជាមួយនឹងអាវុធផលិតនៅក្នុងស្រុកក្នុងអំឡុងពេលលោកអាបេថ្លែងសន្ទរកថាបោះឆ្នោតនៅភាគខាងលិចប្រទេសជប៉ុនតុលាការស្រុកណាវ៉ាបានបើកសវនាការជាបន្តបន្ទាប់មុននឹងសម្រេចលើសំណុំរឿងនេះនៅខែមករាយ៉ាម៉ាហ្គាមីបានប្រាប់អ្នកស៊ើបអង្កេតថាគាត់បានប្រព្រឹត្តបទឧក្រិដ្ឋនេះដោយសារតែការខឹងសម្បារដែលគាត់បានប្រឆាំងនឹងព្រះវិហារបង្រួមជុំវិញការបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុដែលបង្កឡើងដល់គ្រួសាររបស់គាត់ជាលទ្ធផលនៃការបរិច្ចាគដ៏ធំដែលទំនងប្រហែលជា100លានយេនឬស្មើនឹង$660,000ដែលម្ដាយរបស់គាត់បានធ្វើសម្រាប់ក្រុមយោងតាមប្រភពស៊ើបអង្កេតបានដឹងថាលោកអាបេត្រូវបានគេកំណត់គោលដៅជាជីតារបស់គាត់អតីតនាយករដ្ឋមន្ត្រីណូប៊ូស៊ូគីគីស៊ីដែលបានជួយណែនាំក្រុមដែលបង្កើតឡើងក្នុងឆ្នាំ1954ដោយក្រុមប្រឆាំងកុម្មុយនីសដ៏តឹងរ៉ឹងនៅកូរ៉េខាងត្បូងទៅកាន់ប្រទេសជប៉ុនសំណុំរឿងដ៏ល្បីនេះបានជំរុញឲ្យមនុស្សចំនួន727នាក់តម្រង់ជួរនៅព្រឹកថ្ងៃអង្គារដោយសង្ឃឹមថានឹងបានកៅអីសាធារណៈមួយក្នុងចំណោមអាសនៈសាធារណៈចំនួន32ក្នុងបន្ទប់សវនាការសម្បត្តិត្រូវបានចែកចាយតាមរយៈការបោះឆ្នោតអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright